ខ្ញុំទៅតែទទួលបាន smartphone តម្លៃទាបតែសមត្ថភាពរបស់វាខ្លាំងមួយដើមទៀតហើយហើយនេះជា Honor X1e និយាយទៅក្រុមហ៊ុនគាត់យកសមត្ថភាពបានច្រើនលើសពីការរំពឹងទុករបស់ខ្ញុំទៀតដំបូងខ្ញុំសូមនិយាយពីរចនាប័ទ្មទៅមុននិយាយទៅវាមានសភាព minimal ដែលមើលទៅគឺមិនសាំភ្នែកទេខាងមុខគេប្រើប្រាស់កាមេរ៉ាទម្លុះអេក្រង់ហើយផ្ទៃក្រោយគឺមានសភាពលាតតែភ្លឺផ្លេតដូចទៅនឹងគ្រាប់ខ្សាច់នៅពេលដែលប៉ះជាមួយនឹងពន្លឺហើយតម្រងកាមេរ៉ាខាងក្រោយនេះគេដាក់បញ្ឈរសម្រាប់ខ្ញុំពណ៌ទឹកក្រូចនេះវាលេចធ្លោជាងគេនិងរក្សាអត្តសញ្ញាណបែបទូរស័ព្ទកំពូលណាតែបើយើងចង់បានជម្រើសពណ៌ផ្សេងគឺក៏មានពីរពណ៌ទៀតដែរដូចជាពណ៌ខៀវហើយនិងពណ៌ខ្មៅបើមើលទៅលើកម្រាស់ទូរស័ព្ទគឺពិតជាស្ដើងមែនទែនប៉ុន្តែក៏មើលថ្មអីវាធំជាងមៀតទៅទៀតទំហំថ្មគេដាក់ដល់ទៅ 7500 មីលីអាំពែម៉ោងដែលគេប្រើប្រាស់ប្រភេទថ្មស៊ីលីកូនកាបូនថ្មប៉ុណ្ណេះវាអាចរកបាន3ថ្ងៃពេញហើយតាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំនៅពេលខ្ញុំអូសបណ្ដាញសង្គមបើជាខ្ទង់1ម៉ោងអីវាស្រកត្រឹមតែ 7% ប៉ុណ្ណោះមើលវីដេអូជាប់វាស៊ូបានខ្ទង់ជាង31ម៉ោងហើយតាមអ្វីដែលខ្ញុំដឹងក្រុមហ៊ុនច្បាស់ថាថ្មនេះគឺវាធន់ខ្ទង់6ឆ្នាំពេញសាកជាង 1000 ដងឡើងក៏គុណភាពថ្មខ្ទង់ 80% ដែរចេញពីប្រអប់យើងទទួលបានដុំសារល្បឿនលឿន Honor Super Charge ដែលកម្លាំងរបស់វា45វ៉ាត់អញ្ចឹងជាទូទៅយើងអាចសាកពី0ដល់ 100% ចាយពេលប្រហែលជាខ្ទង់ជាង1ម៉ោងទេអញ្ចឹងវាអាចនិយាយបានថាវាលឿនខ្លាំងក្នុងការបញ្ចូលថាមពលដែលមានទំហំថ្មដល់ទៅ 7500 មីលីអាំពែម៉ោងបច្ចុប្បន្នងាកទៅខាងណាក៏យើងលើគេនិយាយពី AI ដែរហើយជាមួយនឹង Honor X1e នេះក៏មានមុខងារ AI មួយដែលល្អក្នុងការប្រើប្រាស់មែនទែនជាទូទៅនៅពេលខ្ញុំចុចប៊ូតុងនេះមួយគឺវានឹងបង្ហាញមុខងារសំខាន់ដែលយើងអាចចូលផ្លូវកាត់បានលឿនដូចជាការថតអេក្រង់ការបើកពិលនិងមុខងារផ្សេងទៀតប៉ុន្តែបើយើងចង់ប្រើប្រាស់ AI យើងអាចកំណត់បាននៅក្នុង setting យើងចូលទៅកាន់ Honor AI ហើយចូលទៅកាន់ AI button ទៅក្នុងនោះយើងអាចរើស AI 2ដែលខ្ញុំឃើញថាសំខាន់ទី1 AI memory ដែលវានឹងធ្វើការជួយ save អ្វីដែលយើងឆាប់ភ្លេចអញ្ចឹងឧទាហរណ៍ខ្ញុំចូលទៅកាន់ web page ខ្ញុំអាន website ឬក៏អានព័ត៌មានអីមួយខ្ញុំចង់ save វាខ្ញុំក៏ចុចប៊ូតុងខាងឆ្វេងហ្នឹងទៅវានឹងធ្វើការ save analyze បន្តមកទៀតសង្ខេបយកតែចំណុចសំខាន់ៗឲ្យខ្ញុំមើលហើយមួយទៀតយើងអាចប្រើប្រាស់មុខងារ Google Lens ដែល Google Lens វាមានដូចជា circle to search ដែលយើងអាចគូនរង្វង់លើអេក្រង់ដើម្បីស្វែងរកអ្វីមួយដែលយើងអត់ស្គាល់ឬក៏យើងអត់ដឹងហើយកាន់តែពិសេសអាចដោះស្រាយលំហាត់គណិតវិទ្យាបានទៀតអេមខ្លាំងមែនទែនចូលមកកាន់សមត្ថភាពកាមេរ៉ា Honor X1e នេះម្ដងវាទទួលបាន sensor គោលទំហំធំ50 megapixel f1.8 ដែលវាមានសមត្ថភាពចាប់យកនិងផ្ដិតរូបបានស្រស់ដិតដោយសារតែវាមានបច្ចេកវិទ្យា AI ណាស្គាល់ប្លង់នីមួយហើយរាល់រូបដែលចេញមកគឺបែបធម្មជាតិហើយនេះជារូបមួយចំនួនដែលខ្ញុំថតចេញពី Honor X1e នេះផ្ទាល់តែម្ដងនិយាយទៅទូរស័ព្ទថ្មីរបស់ Honor មួយដើមនេះគឺមិនចាញ់ model ថ្លៃប្រហែលទេដោយសារតែវាមានមុខងារមួយគឺគេហៅថា AI Edit ដែលក្នុងនោះគឺមានច្រើនមែនទេដូចជា AI Erase ដែលយើងអាចធ្វើការលុបវត្ថុឬក៏មនុស្សចេញពីរូបភាពរបស់យើង AI Face Tune នៅពេលខ្លះយើងថតរូបរបស់យើងភ្នែកបិទប៉ុន្តែ AI នឹងអាចជួយភ្នែកមកបើកវិញហើយស្រស់ស្អាតទៀតក្រៅតែពីនេះមាន AI Out Painting ដែលយើងអាចធ្វើការបញ្ចូលប្លង់នៅក្នុងរូបរបស់យើងបានហើយ AI Upscale ធ្វើរូបមួយដែលព្រិលឲ្យរូបហ្នឹងទៅជាច្បាស់វិញ AI Remove Reflection កាត់បន្ថយចំណាំងផ្លាតចេញពីរូបរបស់យើងជាពិសេសនៅពេលយើងថតកន្លែងណាដែលមានកញ្ចក់មានអីចឹងណាអញ្ចឹងវាលុបបានស្អាតហើយស្មើទៀតសមត្ថភាពអេក្រង់ក៏អាចបង្ហាញបានច្បាស់ដែរត្រជាក់ភ្នែកទំហំ 6.61 អ៊ីនគេប្រើប្រាស់បន្ទះបង្ហាញ LCD ដែលមាន resolution 720x1604 pixel ហើយ refresh rate រអិលដល់ទៅ 120 Hz ទៀតពន្លឺ peak brightness ក៏ខ្ពស់ខ្លាំងគួរសមដល់ទៅ 1010 nit និយាយទៅយើងអាចចុចនិងប្រើប្រាស់ក្រោមថ្ងៃបានវាអត់ចាញ់ថ្ងៃទេមកល្មមដែលយើងអាចមើលឃើញណានិយាយពីភាពធន់ហើយនឹងរឹងមាំសម្រាប់ទូរស័ព្ទ model ថ្មីរបស់គាត់នេះវាធន់ជាងមុនដល់ទៅ 1.8 ម៉ែត្រអញ្ចឹងការធ្លាក់ផ្កាប់ផ្កាឬក៏ឆ្វេងស្ដាំអីហ្នឹងប្រកាសថាទូរស័ព្ទហ្នឹងគឺមិនជាបញ្ហាអីទេហើយវាក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីប្រទេស Swiss ដែរ SGS លំដាប់ថ្នាក់ផ្កាយ5ណាហើយកុំបារម្ភអីវាក៏មានប្រព័ន្ធការពារទឹកនិងទលី IP64 ដែរដែលវាធន់ជាមួយនឹងការសាយទឹកការប៉ះទឹកឬក៏កាបូបទឹកលើអីហ្នឹងយើងអត់ជាបារម្ភទេក្រុមហ៊ុនក៏បានប្រើប្រាស់បន្ទះឈីបមួយដែលមានកម្លាំងខ្លាំងគួរសមវាជា MediaTek Helio G81 Ultra ដែលក្នុងនោះខ្ញុំបានសាកធ្វើការរត់កម្មវិធីច្រើនក្នុងពេលតែមួយឆ្លាស់ពីកម្មវិធីមួយចូលកម្មវិធីមួយហើយពេលខ្លះទៀតខ្ញុំថែមទាំងយកទៅលេងហ្គេមមួយដែលមាន graphic ខ្លាំងដែរណាអញ្ចឹងឃើញថាវាដំណើរការរលូនរអិលហើយដំណើររបស់វាក៏នៅតែរក្សាថេរមិនជាឡើងខ្លាំងដូចគ្នាដែរខ្ញុំមិននឹកស្មានថាទូរស័ព្ទ Honor មួយដើមនេះវាមាន speaker តូចទេប៉ុន្តែវាអាចរុញសំឡេងបានខ្លាំងដល់ទៅ 300% ទៀត
អូនិយាយចឹង configuration គឺគេមាន2ជម្រើសយើងចង់រើស 128GB ក៏បានឬក៏ 256GB ក៏បានដែរហើយទំហំ RAM 6/6 ឬក៏ស្មើទៅនឹង 12GB ដែល RAM របស់វាធំណាទូរស័ព្ទនេះក៏រត់ដោយប្រព័ន្ធ Android version ចុងក្រោយបង្អស់ Android 16ជាមួយនឹងស្បែក Magic OS ចំនួនទី10អ្វីដែលខ្ញុំសង្កេតឃើញជាមួយនឹងស្បែក Magic OS ចំនួនទី10ហ្នឹងlock screen យើងអាចធ្វើការ customize បានច្រើន style ច្រើន mode ស្អាតៗមែនទែនហើយអ្វីដែលពិសេសគឺគេមាន Magic Capsule ឬក៏យើងហៅសាមញ្ញថាថ្នាំវេទមន្តណាដែលវាលោតបង្ហាញខាងលើអេក្រង់នៅពេលយើងស្ដាប់ចម្រៀងពេលយើង call ពេលយើងថតសំឡេងនិងការសាកហ្នឹងក៏វាបង្ហាញឲ្យយើងដឹងដែរសរុបជារួមជាមួយនឹងកញ្ចប់ទូរស័ព្ទ Honor X1e នេះគឺពិតជាត្រូវមែនទែនសម្រាប់អ្នកដែលកំពុងតែស្វែងរកទូរស័ព្ទមួយដែលមានការរចនាប័ទ្មហើយនឹងពណ៌មួយបែបទូរស័ព្ទ flagship ណាអញ្ចឹងពណ៌ទឹកក្រូចនេះគឺស្អាតខ្លាំងមែនទែនហើយសំខាន់វាមានទំហំថ្មមួយដែលធំ 7500 mAh អាចនិយាយបានថាពេលខ្លះយើងអត់បារម្ភទៅលើការសាកញឹកញាប់ទេហើយបើយើងសាកក៏វាចូលលឿនជាមួយនឹងកម្លាំងដល់ទៅ 45W ហើយខាងមុខគេអត់ប្រើប្រាស់កាមេរ៉ាដំណក់ទឹកទេប៉ុន្តែគេប្រើប្រាស់កាមេរ៉ាទម្លុះអេក្រង់ទំហំតុចាប់ដើមពី 128GB ដល់ 256GB ទំហំ RAM ក៏ធំទៀតអញ្ចឹងតើតើបងប្អូនមានបន្ថែមបងប្អូនអាចឆាតទៅកាន់ page Honor Cambodia បានហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត